សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូតទី5របស់ខ្ញុំដែលរឿងរ៉ាវថ្ងៃនេះដែរត្រូវបានចែករំលែកដោយបងស្រីម្នាក់ឈ្មោះសម្បូរដែលបងស្រីសម្បូរបានជួបរឿងរ៉ាវដ៏រន្ធត់មួយជាមួយនឹងប៉ារបស់គាត់ដែលធ្វើឲ្យចៅសម្បូរហើយនិងប៉ារបស់គាត់គឺឆ្ងល់មែនទែនថាម៉េចបានពួកគាត់មកជួបរឿងបែបហ្នឹងប៉ុន្តែក្រោយមកនៅពេលដែលគាត់ដឹងពីមូលហេតុគឺធ្វើឲ្យពួកគាត់ហួសចិត្តមែនទែនអញ្ចឹងកុំឲ្យខាតពេលយូរពួកយើងចូលមកស្ដាប់សាច់រឿងយើងទាំងអស់គ្នារឿងរ៉ាវមួយនេះដែរចាប់ផ្ដើមឡើងគឺនៅឆ្នាំ2023ដោយចៅសម្បូរគឺជាអ្នកដែលរស់នៅខេត្តស្វាយរៀងហើយគាត់ធ្វើការជាកម្មកររោងចក្រមួយកន្លែងហើយប៉ារបស់ចៅសម្បូរហ្នឹងគឺមានឈ្មោះថាពូហៀបទៅពេលដែលល្ងាចហ្នឹងពូហៀបគឺតែងតែចេញទៅឆ្លោះកង្កែបអីចឹងទៅហើយចៅសម្បូរនិងប៉ារបស់គាត់ហ្នឹងគឺពួកគាត់មិនមែនជាមនុស្សដែលខ្លាចខ្មោចទេហើយចៅសម្បូរគាត់បញ្ជាក់ថានៅជុំវិញដីភូមិផ្ទះរបស់គាត់ហ្នឹងគឺសម្បូរបន្លាយព័ទ្ធជុំវិញរហូតដល់មានថ្ងៃមួយនៅពេលដែលចៅសម្បូរគាត់ត្រឡប់មកពីធ្វើការវិញដែលពេលហ្នឹងប្រហែលជាម៉ោង6ជាងជិត7យប់ហើយចៅសម្បូរគាត់ក៏បានងូតទឹកសម្អាតខ្លួននិងចុះមកញ៉ាំបាយក្រោយពីញ៉ាំបាយរួចចៅសម្បូរក៏គាត់បានយកចានហ្នឹងយកចេញមកលាងនៅខាងក្រៅផ្ទះហើយផ្ទះនៅជនបទបងប្អូនភាគច្រើនគឺដឹងហើយគឺកន្លែងលាងចានអីហ្នឹងគឺភាគច្រើនគឺនៅខាងក្រៅផ្ទះដោយពេលហ្នឹងដែរគឺចៅសម្បូរគាត់ក៏បានឃើញភ្លើងពណ៌បៃតងមួយគឺហោះកាត់ពីលើផ្ទះគាត់តែម្ដងហើយភ្លើងហ្នឹងគឺធំមែនទែនហើយពេលហ្នឹងដែរគឺចៅសម្បូរគាត់ស្រែកហៅប៉ារបស់គាត់ហើយនៅពេលដែលប៉ាគាត់ឮចៅសម្បូរស្រែកចឹងប៉ាគាត់ក៏ចេញមកហើយប៉ាគាត់ក៏សួរថាស្រែកហៅគាត់ទៅអីដល់ពេលចៅសម្បូរគាត់ក៏ប្រាប់ថាមិញគាត់ឃើញភ្លើងហោះកាត់ពីលើផ្ទះឃើញភ្លើងនឹងធំមកពណ៌បៃតងហើយប៉ាគាត់ចេញមកគឺអត់ឃើញទេភ្លើងហ្នឹងគឺបាត់ហើយអញ្ចឹងប៉ាគាត់ក៏ប្រាប់ឲ្យថាអត់អីទេឲ្យចៅសម្បូរនឹងប្រញាប់លាងចានអីហើយមកគេងមកយប់ហើយអញ្ចឹងហើយបន្ទាប់ពីចៅសម្បូរគាត់លាងចានទុកដាក់អីស្រួលបួលហើយគាត់ក៏មកគេងហើយយប់ហ្នឹងគឺអត់បានឃើញអីទៀតទេរហូតដល់ស្អែកឡើងដែលជាថ្ងៃដែលចៅសម្បូរធ្វើការទេគឺថ្ងៃអាទិត្យអញ្ចឹងណាហើយនៅរសៀលថ្ងៃអាទិត្យហ្នឹងប្រហែលជាម៉ោង2ម៉ោង3ចៅសម្បូរគាត់គេងលឿនរឹងហើយចុចទូរស័ព្ទស្រាប់តែពេលហ្នឹងគាត់ឮសំឡេងអ្នកភូមិផ្អើលហើយអញ្ចឹងចៅសម្បូរហ្នឹងក៏គាត់រត់ទៅមើលថាសំឡេងហ្នឹងគឺសំឡេងអីគេទៅពេលដែលគាត់ទៅមើលទៅក៏ឃើញមានមនុស្សប្រហែលជា2ទៅ3នាក់កំពុងតែចាប់មនុស្សស្រីម្នាក់ហើយអញ្ចឹងចៅសម្បូរក៏គាត់ចូលទៅមើលទៅក៏ឃើញម្នាក់ស្រីហ្នឹងគឺជាចតីគឺជាមិត្តភក្តិរបស់ចៅសម្បូរហ្នឹងហើយចតីហ្នឹងគឺគាត់គឺជាមនុស្សឆ្កួតគាត់មានកាយវិការចេញមកគឺដូចស្វាអញ្ចឹងហើយដើមឡើយចតីហ្នឹងគឺគាត់ជាមនុស្សធម្មតាដូចយើងទេគឺគាត់អត់អញ្ចឹងទេតែហើយគាត់ទៅធ្វើការឲ្យគេបានមួយរយៈហើយត្រឡប់មកពីធ្វើការហ្នឹងគឺគាត់ទៅជាបែបហ្នឹងហ្មងអត់ដឹងថាមូលហេតុអីបានគាត់ទៅជាអញ្ចឹងទេនិយាយចំអឺមិនប្រមាថគាត់ទេណាបងប្អូនចែសម្បូរគាត់ប្រាប់មកផ្ទាល់ហ្មងគាត់ថាយើងមើលស្វាមិនគឺចតីហ្នឹងគឺបែបហ្នឹងគឺគាត់ដូចស្វាហ្មងទៅជាបែបហ្នឹងទៅគឺនិយាយអត់ដឹងអីហ្មងហើយគ្រួសាររបស់ចតីព្យាយាមចាប់ចតីយកទៅផ្ទះវិញហើយមិនចាប់ធម្មតាទេគឺចាប់ចងត្មងខ្លាចរត់ទៅធ្វើអីផ្ដេសផ្ដាសប៉ះពាល់ដល់អ្នកដទៃអីចឹងទៅហើយបន្ទាប់ពីទៅមើលចតីនឹងឃើញបែបហ្នឹងហើយចៅសម្បូរក៏គាត់ត្រឡប់មកផ្ទះវិញទៅរហូតដល់ពេលល្ងាចហ្នឹងប្រហែលជាម៉ោង7កន្លះគឺប៉ារបស់ចៅសម្បូរគឺពូហៀបហ្នឹងគឺគាត់ចេញទៅឆ្លោះកង្កែបអីរកត្រីអញ្ចឹងណាហើយពេលហ្នឹងគឺចៅសម្បូរគាត់ថាគាត់អារម្មណ៍អត់ល្អទេគាត់ថាគាត់មិនចង់ឲ្យប៉ាទៅទេដោយសារម្សិលមិញគាត់ឃើញភ្លើងព្រាយអញ្ចឹងគាត់អារម្មណ៍អត់ល្អមកដល់ឥឡូវប៉ុន្តែប៉ាគាត់ក៏អត់ស្ដាប់ទេគាត់ក៏ចេញទៅហើយចៅសម្បូរគាត់ក៏បារម្ភពីប៉ាគាត់គាត់ដូចនិយាយចឹងគាត់ថាគាត់អារម្មណ៍អត់ល្អក៏គាត់ទៅជាមួយប៉ាគាត់ទៅហើយចេញទៅឆ្លោះកង្កែបហ្នឹងបានមកសបកធំហើយស្រាប់តែពេលហ្នឹងគឺចៅសម្បូរគាត់ក៏បានភ្លើងព្រាយកាលពីម្សិលមិញដែលគាត់បានឃើញហ្នឹងគឺហោះកាត់ម្ដុំកន្លែងប៉ាគាត់ឆ្លោះកង្កែបហ្នឹងទៀតហើយពេលហ្នឹងចៅសម្បូរគាត់ក៏ស្រែកទៀតស្រែកប្រាប់ប៉ាគាត់ណាស្រែកប្រាប់ថាប៉ាមើលភ្លើងហោះធំហ្នឹងហើយពេលនោះពូហៀបក៏បានបិទពិលងាកទៅមើលកន្លែងដែលចៅសម្បូរចង្អុលប្រាប់ហ្នឹងហើយពូហៀបគាត់ថាមានណាអត់អីទេអត់មានអីទេនិយាយចំទៅ
ចៅសម្បូរគាត់ថាមិនដឹងជាប៉ាគាត់ឃើញឬមួយក៏មិនឃើញទេគឺគាត់និយាយថាមានណាអត់អីទេមានអីទេហើយចៅសម្បូរគាត់ថាគាត់ជឿថាប៉ាគាត់ឃើញ100%បើគាត់មើលឃើញហ្នឹងហើយប៉ាគាត់គាត់ថាមានណាអត់អីទេអត់មានអីទេត្រង់ចំណុចហ្នឹងគឺខ្ញុំយល់ពីចៅសម្បូរមែនទែនអ្នកទាំងអស់គ្នាដោយសារតែខ្ញុំកាលពីទូចក៏ចឹងដែរពេលខ្ញុំជួបរឿងខ្មោចរឿងអីចឹងក៏យកមកប្រាប់ម៉ាក់ប៉ាខ្ញុំអីចឹងគឺគាត់មិនដឹងថាគាត់ជឿឬមួយក៏មិនជឿយើងអត់ដឹងតែគាត់តែងតែនិយាយថាគ្មានអីទេចេះតែនិយាយចេះតែស្មៅស្មៃទៅខ្លួនឯងអីចេះចោះតែមិនដឹងតែក្នុងចិត្តគាត់ជឿឬមួយក៏មិនជឿទេហើយត្រង់ចំណុចហ្នឹងគឺខ្ញុំចង់ដឹងមែនទែនថាមានបងប្អូនណាខ្លះដែលធ្លាប់ជួបអារម្មណ៍បែបហ្នឹងចាំខមមិនប្រាប់ខ្ញុំផងហើយយប់ហ្នឹងបន្ទាប់ពីចៅសម្បូរនឹងប៉ារបស់គាត់ឆ្លងកាបហើយក៏ត្រឡប់មកផ្ទះវិញហើយស្អែកឡើងគឺជាថ្ងៃច័ន្ទគឺជាថ្ងៃដែលចៅសម្បូរចូលធ្វើការវិញហើយថ្ងៃហ្នឹងចៅសម្បូរទៅធ្វើការធម្មតាហើយល្ងាចក៏មកផ្ទះវិញមកហើយនៅល្ងាចហ្នឹងដែរនៅពេលដែលចៅសម្បូរនឹងគ្រួសារគាត់ហូបបាយជុំគ្នាគាត់ក៏ឮម៉ាក់គាត់ប្រាប់ថាថ្ងៃហ្នឹងគាត់ឃើញគេនាំចែតីហ្នឹងទៅភ្នំពេញដោយសារតែនៅស្រុកហ្នឹងរកគ្រូរកពេទ្យអីព្យាបាលគឺព្យាបាលអត់ជាទេជំងឺចែតីហ្នឹងហើយគ្រួសារចែតីក៏បាននាំចែតីឡើងទៅព្យាបាលនៅភ្នំពេញហើយទៅព្យាបាលមិនអីមិនគឺគេអត់ដឹងទេហើយនៅពេលដែលចៅសម្បូរគាត់បានស្ដាប់រឿងហ្នឹងហើយគាត់ក៏ធ្វើធម្មតាទៅណាគាត់និយាយថាអត់សូវចាប់អារម្មណ៍រឿងចេតីអញ្ចឹងហើយល្ងាចហ្នឹងនៅពេលដែលគ្រួសារចៅសម្បូរគាត់ញ៉ាំបាយហើយចៅសម្បូរនិងម៉ាក់គាត់ក៏បានរៀបចំលាងចានអីចឹងទៅហើយម៉ាក់របស់ចៅសម្បូរហ្នឹងក៏បានយកអាកតិចកទីដែលសល់ពីញ៉ាំហ្នឹងដូចថាឆ្អឹងត្រីហើយបាយដែលនៅសល់អីចឹងកតិចកទីអស់ហ្នឹងយកទៅចាក់នៅបន្លែដែលនៅក្បែរផ្ទះគាត់ហ្នឹងដូចខ្ញុំប្រាប់ពីដើមវីដេអូហ្នឹងគឺជុំវិញផ្ទះចៅសម្បូរគឺមានបន្លែក្រោយពីរៀបចំចានទុកដាក់អស់ហើយគ្រួសារគាត់ក៏រៀបចំចូលគេងតែគេងអត់ទាន់លក់អីណាប្រហែលជាយប់ជ្រៅបន្តិចប្រហែលជាម៉ោង12ជាងម៉ោង1ហ្នឹងចៅសម្បូរគាត់ក៏បានឮសំឡេងដូចជាមនុស្សក្រហមសម្លុតឲ្យយើងខ្លាចហ្មងខំដូចគឺខ្ញុំធ្វើអត់ដូចទេកន្លែងហ្នឹងជាស្រ័យផងអ្នកទាំងអស់គ្នាគាត់ថាឮសំឡេងក្រហមខ្លាំងមែនទែនខ្លាំងរបៀបថាកំហឹមសម្លុតឲ្យយើងខ្លាចហ្មងហើយគាត់ក៏បានប្រាប់ប៉ាម៉ាក់គាត់ទៅថាអឺប៉ាម៉ាក់ខ្ញុំដូចឮសំឡេងមនុស្សក្រហមនៅក្រៅផ្ទះតែដល់ពេលប៉ាម៉ាក់គាត់ក៏ថាអត់មានអីទេកុំធ្វើដឹងធ្វើឮគេងធម្មតាទៅហើយចៅសម្បូរគាត់ក៏រៀបចំគេងធម្មតាណាព្រោះអីដូចខ្ញុំនិយាយប្រាប់តាំងពីដើមចឹងថាគាត់ក៏ជាមនុស្សអត់ខ្លាចខ្មោចប៉ាម៉ាក់គាត់ក៏ជាមនុស្សអត់ខ្លាចខ្មោចដែរនិយាយរួមគ្រួសារគាត់ដូចអត់ចេះខ្លាចខ្មោចហ្មងខ្ញុំសរសើរមែនកន្លែងហ្នឹងហើយយប់ហ្នឹងក៏បានកន្លងផុតទៅគឺគ្រួសារគាត់គឺជួបតែហេតុការណ៍ប៉ុណ្្នឹងទេនៅក្នុងយប់ហ្នឹងហើយកន្លងផុតទៅមុខទៀតបាន3ខែចៅសម្បូរក៏គាត់ឃើញគ្រួសារចេតីត្រឡប់មកផ្ទះវិញតែអីដែលគួរឲ្យភ្ញាក់ផ្អើលគឺសភាពរបស់ចេតីគឺជាពីជំងឺវិលមកសភាពដើមធម្មតាគឺដូចមនុស្សទូទៅអញ្ចឹងហើយដល់ពេលឃើញអញ្ចឹងម៉ាក់របស់ចេតីនិងអ្នកជិតខាងក៏បានទៅសួរគ្រួសារចេតីថាទៅរកគ្រូនៅណាមកព្យាបាលបានចេតីជាដូចដើមវិញអញ្ចឹងគ្រួសាររបស់ចេតីក៏ប្រាប់ថាយកចេតីហ្នឹងទៅព្យាបាលនៅភ្នំពេញគ្រូគេប្រកែគ្រូគេព្យាបាលជាអញ្ចឹងទៅហ្នឹងអីដែលគ្រួសារចេតីប្រាប់ហើយចៅសម្បូរគាត់ប្រាប់ថាតាំងពីចេតីត្រឡប់មកផ្ទះវិញរាល់អាទិត្យគឺមានបុរសម្នាក់គឺចេញចូលផ្ទះចេតីរហូតរបៀបថាមួយអាទិត្យបុរសហ្នឹងគឺមកលេងផ្ទះចេតី2ថ្ងៃហើយធ្វើបែបហ្នឹងរហូតជាប្រចាំរហូតដល់រយៈពេលជិតកន្លះឆ្នាំក៏ឮដំណឹងថាចេតីហ្នឹងរៀបការជាមួយនឹងបុរសហ្នឹងទៅហើយរឿងហ្នឹងក៏បានកន្លងរហូតមកដល់ឆ្នាំ2025នៅឆ្នាំ2025ហ្នឹងចៅសម្បូរគាត់ក៏រៀបការមានដៃគូមានអីចឹងណាហើយនៅថ្ងៃដែលចៅសម្បូររៀបការហ្នឹងភ្នួងដែលរៀបចំខ្លួនឲ្យចៅសម្បូរហ្នឹងគឺឈ្មោះថាចេនីហើយចេនីហ្នឹងគឺជាបងស្រីរបស់ចេតីហ្នឹងហើយពេលហ្នឹងចៅសម្បូរក៏គាត់បាននិយាយថាមិនដឹងមិនគាត់ហើយសុកក៏ទៅសួរចេនីហ្នឹងពីរឿងជំងឺរបស់ចេតីថាចេតីកាលឈឺហ្នឹងឡើងទៅភ្នំពេញហ្នឹងទៅព្យាបាលនៅហើយគ្រូណាវិញគ្រូណាអ្នកមើលចេតីជាពួកឯងមើលនៅស្រុកភូមិហ្នឹងយកទៅពេទ្យផងមើលតាមផ្លូវក្រៅផ្លូវក្នុងផងនៅតែមិនជាអញ្ចឹងណា
ហើយចានីក៏ប្រាប់ចៅសម្បូរថាគ្រូដែលព្យាបាលអតីហ្នឹងគឺប្តីវាហ្នឹងហើយដល់ពេលចៅសម្បូរគាត់ឮអញ្ចឹងគាត់ឆ្ងល់ទៅគាត់ថាមិនក៏ទៅជាប្តីជាតីជាគ្រូដែលព្យាបាលជាតីវិញហើយចានីហ្នឹងគាត់ថាមូលហេតុដែលប្តីជាតីហ្នឹងជួយដោះអំពើឲ្យចតីដោយសារតែប្រពន្ធរបស់ប្តីចតីហ្នឹងដាក់អំពើចតីហើយដល់ពេលចៅសម្បូរគាត់ឮអញ្ចឹងគាត់ថាហាហើយស្អីគេវិញហើយក្រែងប្រពន្ធរបស់ប្តីចតីហ្នឹងគឺចតីនឹងហើយទៅប្រពន្ធណាទៀតចៅសម្បូរគាត់ឮអញ្ចឹងគាត់វល់ហ្មងនិយាយរួមវល់ដូចពួកយើងអ្នកស្ដាប់ឥឡូវហ្នឹងអញ្ចឹងហើយដល់ពេលចានីគាត់ឮចៅសម្បូរសួរអញ្ចឹងចានីក៏ដាច់ចិត្តប្រាប់រឿងមួយទៅហើយនេះគឺជាអីដែលចានីបានប្រាប់ចៅសម្បូរនៅពេលហ្នឹងណាអញ្ចឹងយើងបកត្រឡប់ទៅក្រោយវិញដើមហេតុដំបូងគឺចេតីនេះទៅធ្វើការនៅផ្ទះគេហើយផ្ទះគេហ្នឹងគឺផ្ទះរបស់ប្តីចេតីបច្ចុប្បន្នហ្នឹងដើមឡើយគឺប្តីចេតីហ្នឹងគឺមានប្រពន្ធរួចហើយប្រពន្ធរបស់ប្តីចេតីមុនហ្នឹងគឺឈ្មោះថាមីងផាហើយពេលហ្នឹងមីងផាហ្នឹងគាត់មានទម្ងន់ក្នុងពោះហើយអញ្ចឹងក៏ស្វែងរកបុគ្គលិកធ្វើការងារផ្ទះគឺការងារជាមេផ្ទះអញ្ចឹងបោសសម្អាតចក្រានជើងឆ្នាំងអីចឹងទៅហើយចតីក៏ទៅធ្វើការនៅផ្ទះហ្នឹងទៅហើយនៅពេលដែលទៅធ្វើការងារនៅផ្ទះហ្នឹងមួយរយៈដំបូងគឺអត់អីទេប៉ុន្តែមួយរយៈក្រោយគឺចតីហ្នឹងទៅលួចមានទំនាក់ទំនងជាមួយនឹងម្ចាស់ផ្ទះប្រុសហ្នឹងដែលជាប្តីរបស់គាត់បច្ចុប្បន្នហ្នឹងហើយមីងផាគាត់ក៏ចាប់បានប្តីគាត់លួចមានទំនាក់ទំនងជាមួយចតីហ្នឹងនៅពេលចាប់បានអញ្ចឹងមីងផាគាត់ក៏ប្តឹងប្តីគាត់សុំលែងលះប៉ុន្តែយើងអត់មានដឹងឯណាថាក្រោយពីលែងលះហើយមីងផាហ្នឹងក៏ទៅលួចរកគ្រូដាក់អំពើចតីហ្នឹងដោយសារគាត់ខឹងថាចតីហ្នឹងយកប្តីគាត់អីចឹងហើយការដាក់អំពើហ្នឹងគឺដូចយើងបានស្ដាប់ពីដើមមកចឹងគឺធ្វើឲ្យចតីហ្នឹងទៅជាមនុស្សឆ្កួតដូចស្វាដូចអីចឹងលែងដឹងខុសត្រូវចឹងហើយអ្នកទាំងអស់គ្នាចាំមកនៅពេលដែលចតីឈឺហ្នឹងគ្រួសារចតីមិននាំចតីទៅភ្នំពេញដើម្បីទៅរកគ្រូព្យាបាលហើយនៅពេលដែលឡើងទៅភ្នំពេញទៅរកគ្រូព្យាបាលហ្នឹងចេនីនេះក៏បានតាក់ទងទៅប្តីមីងផាដែលជាប្តីចតីបច្ចុប្បន្នហ្នឹងថាចតីនេះឈឺហើយចានីនេះក៏បានរៀបរាប់ពីអាការៈចតីហ្នឹងទៅប្រាប់ប្តីចតីបច្ចុប្បន្នហ្នឹងទៅហើយប្តីចតីបច្ចុប្បន្នហ្នឹងក៏ឲ្យចានីនេះនាំចតីហ្នឹងទៅជួបគាត់ហើយពេលហ្នឹងហើយទើបចានីដឹងថាប្តីចតីបច្ចុប្បន្នហ្នឹងក៏ចេះវិជ្ជាខាងដោះអំពើដោះអីដែរនិយាយរួមគាត់មានគ្រូកាន់ហើយចានីថាប្តីចតីហ្នឹងគឺអត់ដឹងទេថាមីងផាហ្នឹងដាក់អំពើចតីទើបតែអាពេលដែលចានីទេមកប្រាប់ហ្នឹងអាពេលនាំចតីឡើងមកដល់ភ្នំពេញហ្នឹងទើបប្តីចតីហ្នឹងដឹងថាមីងផាហ្នឹងដាក់អំពើចតីហើយហ្នឹងគឺជាសាច់រឿងរបស់ចតីហើយចៅសម្បូរគាត់ឮអញ្ចឹងទើបគាត់ដឹងថាអារឿងរ៉ាវកន្លងមកដោយគ្រួសារគាត់បានជួបនេះតាំងពីភ្លើងព្រាយតាំងពីក្បាលអាបហោះអីហ្នឹងអាហ្នឹងវាសិតតែជាអំពើគេដែលគេប្រើមកលើចតីប៉ុន្តែគ្រួសារគាត់បានឃើញដែរបានជួបរឿងរ៉ាវហ្នឹងដែរហើយនេះគឺជាហេតុការណ៍ដែលចៅសម្បូរនិងគ្រួសារគាត់បានជួបនិយាយរួមចៅសម្បូរនិងគ្រួសារគាត់គឺអត់បានទៅធ្វើអីទេគឺនៅសុកទេប៉ុន្តែគាត់បានជួបនេះអាចថាគាត់មាននិស្ស័យគឺត្រូវតែជួបចឹងណាហើយមុននឹងខ្ញុំបញ្ចប់វីដេអូហ្នឹងគឺខ្ញុំសូមសរុបសាច់រឿងឡើងវិញដើម្បីឲ្យបងប្អូនងាយយល់ខែងលើបងប្អូនស្ដាប់តាំងពីដើមមកមានចំណុចណាមួយដែលមិនយល់ចឹងគឺនៅឆ្នាំ2023ហ្នឹងចែសម្បូរនឹងគ្រួសារគាត់មួយរយៈក្រោយបានជួបហេតុការណ៍ចម្លែកដោយគ្រួសារគាត់នៅពេលយប់ខ្លះបានឃើញព្រាយបានឃើញក្បាលអាបនិងបានឮសំឡេងប្លែកៗនៅជុំវិញផ្ទះគាត់ដោយដំបូងឡើយចែសម្បូរហ្នឹងក៏អត់ដឹងទេថាមូលហេតុអីបានជានៅជុំវិញផ្ទះគាត់មួយរយៈហ្នឹងគឺមានជួបហេតុការណ៍ប្លែកៗបែបហ្នឹងដែលតាំងពីយូរហើយគឺអត់ដែលមានហេតុការណ៍បែបហ្នឹងកើតឡើងទេហើយចៅសម្បូរគាត់មានមិត្តភក្តិមួយឈ្មោះថាចតីហើយមួយរយៈក្រោយហ្នឹងចតីមានអាការៈឈឺធ្ងន់មែនទែនដែលប្ដូរពីមនុស្សម្នាក់ធម្មតាទៅជាមនុស្សម្នាក់ទៀតដែលមានសភាពខុសប្រក្រតីបាត់បង់ស្មារតីធ្វើអីប្លែកៗចឹងនិយាយរួមគឺដូចស្វានឹងខ្ញុំនិយាយតាមចៅសម្បូរគាត់ប្រាប់មកទេកន្លងផុតទៅបានមួយរយៈគ្រួសារចតីក៏បាននាំចតីទៅព្យាបាលនៅភ្នំពេញហើយបានប្រហែល3ខែគ្រួសារចតីក៏នាំចតីមកវិញក្រោយពេលដែលចតីមកពីភ្នំពេញវិញក៏មានបុរសម្នាក់មកផ្ទះចតីជាញឹកញាប់រៀងរាល់អាទិត្យ
បានប្រហែល6 ខែចតីក៏បានរៀបការជាមួយនឹងបុរសម្នាក់នោះរឿងរ៉ាវហ្នឹងក៏ឡងផុតមករហូតបានប្រហែល2 ឆ្នាំពេលហ្នឹងចៅសម្បូរក៏បានរៀបការហើយភ្នួងដែលរៀបចំខ្លួនឲ្យចៅសម្បូរហ្នឹងគឺមានឈ្មោះថាចានីដែលជាបងរបស់ចតីហ្នឹងហើយចៅសម្បូរក៏បានសួរចានីនឹងដឹងរឿងរ៉ាវគ្រប់បែបយ៉ាងថាចតីហ្នឹងនៅពេលដែលគាត់ឡើងទៅធ្វើការនៅភ្នំពេញគឺគាត់មានទំនាក់ទំនងជាមួយនឹងបុរសម្នាក់ដែលជាប្តីរបស់គេហើយនៅពេលដែលប្រពន្ធគេខឹងគេក៏ដាក់អំពើមកចតីនឹងឯងហើយរឿងរ៉ាវក៏បានកើតឡើងដោយការរៀបរាប់ពីខាងដើមចឹងអញ្ចឹងរឿងរ៉ាវដែលចៅសម្បូរជួបគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាដែលបានស្ដាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ